FA មិនត្រឹមតែផ្ដល់ឲ្យអ្នកមានចំណូលងាយនិងលឿនរហ័សតែប៉ុណ្ណេះទេអ្នកថែមទាំងអាចបង្កាត់ចំណូលយ៉ាងច្រើនគ្មានដែនកំណត់នៅក្នុងធុរកិច្ចនេះព្រោះចំណូលរបស់អ្នកនឹងបានមកពីពិន្ទុឬ CV ដែលត្រូវបានគណនាតាមផែនការនីមួយៗមិនថាជាការចុះឈ្មោះថ្មី upgrade ឬរក្សាសិទ្ធិលើកជាឧទាហរណ៍បើសិនអ្នកមានពិន្ទុ 5000 CV អាចមាន 2000 CV ជាការចុះឈ្មោះថ្មីឬ upgrade ផ្នែកនេះនឹងត្រូវគណនាជាចំណូលក្នុង4ចំណុចដំបូងឬផែនការផ្ទាំងខាងមុខចំណែក 3000 CV ដែលបានមកពីការរក្សាសិទ្ធិនឹងត្រូវយកមកគណនាជាចំណូលក្នុងផែនការខាងក្រោយដែលជាចំណូលមានចំនួនច្រើនគង់វង្សសិទ្ធិដូចតទៅនេះហើយគ្រាន់តែអ្នកណែនាំឲ្យក្រុមការងាររបស់អ្នកប្រើប្រាស់ផលិតផលរហូតពេញចិត្តហើយក៏ទិញជាថ្មីបន្តបន្ទាប់នោះ FS នឹងយកពិន្ទុឬ CV ដែលមកពីការទិញជាថ្មីមកចាត់ទុកថាជាការរក្សាសិទ្ធិនិងការទទួលបានចំណូលនៃក្រុមការងាររបស់អ្នកផងដែរក៏បានក្លាយជាចំណូលចំណុចទី5គឺចំណូលអភិវឌ្ឍក្រុមឬ leader bonusដោយនឹងយក CV ក្នុងមួយចំនួនគុណនឹងភាគរយតាមតារាងជាចំណូលរបស់អ្នករហូតដល់6ចំនួនគឺ 10% នៃ CV មកពីចំនួនទី1 20% នៃ CV មកពីចំនួនទី2 3% នៃ CV មកពីចំនួនទី3និងទី4 2% នៃ CV មកពីចំនួនទី5និងទី6នៅពេលអ្នកមាន40 CV អ្នកនឹងបានចំណូលចំនួនទី1ចំនួនទី2ហៅថា class 1នៅពេលអ្នកមាន40 CV ហើយអ្នកធុរកិច្ចចំនួនទី1តំណែង silver ឡើងទៅឆ្វេងម្នាក់ស្ដាំម្នាក់ហើយក្នុងម្នាក់40 CV ដូចគ្នាអ្នកនឹងបានចំណូលពីចំនួនទី1ទី2និងទី3ហៅថា class 2នៅពេលអ្នកមាន40 CV ហើយអ្នកធុរកិច្ចចំនួនទី1តំណែង silver ឡើងទៅឆ្វេង2ស្ដាំ2ហើយក្នុងម្នាក់40 CV ដូចគ្នាអ្នកនឹងបានចំណូលពីចំនួនទី1ទី2ទី3និងទី4ហៅថា class 3នៅពេលអ្នកមាន40 CV ហើយអ្នកធុរកិច្ចចំនួនទី1តំណែង silver ឡើងទៅឆ្វេង3ស្ដាំ3នាក់ហើយក្នុងម្នាក់40 CV ដូចគ្នាអ្នកនឹងបានចំណូលទាំង6ចំនួនហៅថា class 4ឧទាហរណ៍ថានៅពេលអ្នកនៅក្នុង class 4មានក្រុមការងារចំនួនទី1ឆ្វេង3ស្ដាំ3ដែលទិញផលិតផលដដែល40 CV គ្រប់គ្នាសរុប6នាក់ស្មើនឹង240 CV គុណនឹង 10% ឃើញថាអ្នកបានចំណូល$24ស្មើនឹង840បាតបើអ្នកគ្រប់គ្នាកសាងក្រុមការងារឆ្វេង3ស្ដាំ3ជាប់បន្តបន្ទាប់ក្នុងលក្ខណៈដូចគ្នាគុណនឹង6ហើយគ្រប់គ្នាមាន40 CV នឹងធ្វើឲ្យអ្នកបានចំណូលគ្រប់ចំនួនសរុបប្រហែល$1.500,000បាតចំនួនទី1ប្រហែល$24ចំនួនទី2ប្រហែល$280ចំនួនទី3ប្រហែល$250ចំនួនទី4ប្រហែល$1,500ចំនួនទី5ប្រហែល$6,200ចំនួនទី6ប្រហែល$37,000ផ្នែកល្អនៃចំណុចនេះគឺអ្នកមិនចាំបាច់បារម្ភថាក្រុមការងាររបស់អ្នកនឹងនៅខាងខ្សោយឬខ្លាំងឲ្យតែគេនៅតែបន្តទិញដដែលជាថ្មី FOS នឹងយក CV មកគុណនឹងភាគរយក្នុងមួយចំនួនគ្រប់គ្នាមិនថាគាត់នៅត្រង់ណានៃអង្គភាពក៏ដោយនៅពេលអ្នកចាប់ផ្ដើមមានតំណែងផ្នែកធុរកិច្ចចាប់ពី supervisor ឡើងទៅអ្នកនឹងបានចំណូលចំណុចទី6គឺ infinity bonus FOS នឹងបូកភាគរយឲ្យអ្នកពីគ្រប់ចំនួនរហូតទៅទល់នឹងអ្នកដឹកនាំដែលមានតំណែងស្មើអ្នកអ្នកជា supervisor បូកបន្ថែមក្នុងមួយចំនួន 3% នៃ CV ឧទាហរណ៍បើអ្នកទទួលបានចំណូលពី leader bonus 6ចំនួនហើយរក្សាតំណែងជា supervisor អ្នកនឹងបានបន្ថែម 3% ពី infinity bonus សរុបទៅជា 13% ពីចំនួនទី1 23% ពីចំនួនទី2 6% ពីចំនួនទី3និងទី4 5% ពីចំនួនទី5និងទី6និង 3% ពីចំនួនបន្ទាប់ទៅជារឿយៗមិនកំណត់រហូតទៅទល់នឹងអ្នកដែលមានតំណែង supervisor ដូចអ្នកបើអ្នកជា manager បូកបន្ថែមក្នុងមួយចំនួន 6% នៃ CV ឧទាហរណ៍បើអ្នកទទួលបានចំណូលពី leader bonus 6ចំនួននិងរក្សាតំណែងជា manager អ្នកនឹងបានបន្ថែម 6% ពី infinity bonus សរុបទៅជា 16% ពីចំនួនទី1 26% ពីចំនួនទី2 9% ពីចំនួនទី3និងទី4 8% ពីចំនួនទី5និងទី6និង 6% ពីចំនួនបន្ទាប់ទៅជារឿយៗនៅពេលទល់នឹងអ្នកដែលមានតំណែង supervisor និងគណនាជាភាពខុសគ្នា 3% ហើយខុសគ្នា 0% នៅពេលទៅទល់នឹងអ្នកដែលមានតំណែង manager ដូចអ្នកនិង director បូកបន្ថែមក្នុងមួយចំនួន 10% នៃ CV ឧទាហរណ៍បើអ្នកទទួលបានចំណូលពី leader bonus 6ចំនួននិងរក្សាតំណែងជា director អ្នកនឹងបានបន្ថែម 10% ពី infinity bonus សរុបទៅជា 20% ពីចំនួនទី1 30% ពីចំនួនទី2 13% ពីចំនួនទី3និងទី4 12% ពីចំនួនទី5និងទី6 10% ពីចំនួនបន្ទាប់ទៅជារឿយៗនៅពេលទល់នឹងអ្នកដែលមានតំណែង supervisor និងគណនាជាភាពខុសគ្នា 7% ពេលទៅទល់នឹងអ្នកដែលមានតំណែង manager និងគណនាជាភាពខុសគ្នា 4% ហើយខុសគ្នា 0% នៅពេលទល់អ្នកដែលមានតំណែង director ដូចអ្នកនោះនឹងធ្វើឲ្យអ្នកទទួលបានចំណូលក្នុងចំណុចបន្ទាប់ដែលជាចំនួនច្រើនជាងនឹងគង់វង្សស្ថិរជាងនោះគឺចំណូលចំណុចទី7 mentor bonus ឬចំណូលមកពីការអភិវឌ្ឍថ្នាក់ដឹកនាំកម្រិតខ្ពស់គឺ director បង្កើត director ឧទាហរណ៍ពេលអ្នកជា director ហើយមិត្តរបស់អ្នកក៏ជា director ផងដែរ
អ្នកនឹងបានទទួល 5% នៃ CV ពីចំនួន balance នៃក្រុមថ្នាក់ដឹកនាំជា director របស់អ្នកហៅថា group commission volume ឬ GCV ខ្ពស់បំផុត 5 ចំនួនតាមតារាងនេះពេលអ្នកជា director អ្នកនឹងបាន 5% ពីចំនួនខាងក្រោម director ចំនួនទី1ពេលអ្នកជា senior director អ្នកនឹងបាន 5% ពីចំនួនខាងក្រោម director ចំនួនទី1និងទី2ពេលអ្នកជា assistant vice president អ្នកនឹងបាន 5% ពីចំនួនខាងក្រោម director ចំនួនទី1រហូតដល់ចំនួនទី3ពេលអ្នកជា vice president អ្នកនឹងបាន 5% ពីចំនួនខាងក្រោម director ចំនួនទី1រហូតដល់ចំនួនទី4ពេលអ្នកជា senior vice president អ្នកនឹងបាន 5% ពីចំនួនខាងក្រោម director ចំនួនទី1រហូតដល់ចំនួនទី5ឧទាហរណ៍បើអ្នកនឹងចំនួនទី1របស់អ្នកជា director ដែលមានបន្ទុកខាងក្រោមចំនួនទី1 5000 CV មកពីការរក្សាសិទ្ធិទៅគុណជាមួយនឹង 5% នឹងមានចំណូល$250ស្មើនឹង$8750បាទបើអ្នកជួយចំនួនទី1ទាំង6នាក់ឲ្យក្លាយជា director អ្នកនឹងមានចំណូលសរុប$1500ចំណូលចំណុចទី8 personal cashback ដោយអ្នកនឹងបាន cashback ពីការកំងទិញផលិតផលដដែលៗជាថ្មីក្នុងមួយខែកាន់តែមាន CV ផ្ទាល់ខ្លួនកាន់តែច្រើនកាន់តែបាន cashback ច្រើនខ្ពស់រហូតដល់ 5% ឧទាហរណ៍បើអ្នករក្សាសិទ្ធិ100 CV អ្នកនឹងបាន cashback 5% ស្មើនឹង$5ចំណូលចំណុចទី9 bonus pool 7% នៃចំនួនសរុបក្នុងប្រទេសសម្រាប់អ្នកដែលរក្សាតំណែងជា director ឡើងទៅរហូតដល់ vice president ចំណូលចំណុចទី10 bonus pool 3% នៃចំនួនសរុបទូទាំងពិភពលោកសម្រាប់អ្នកដែលរក្សាតំណែងជា senior vice president ឡើងទៅរហូតដល់ president ចំណូលចំណុចទី11 one time bonus ជាលុយ bonus នៅពេលដែលអ្នកធ្វើបានតំណែង3ដងក្នុងរយៈពេល12ខែដោយមិនបាច់ជាប់ខែគ្នាក៏បានចាប់ផ្ដើមពីតំណែង vice president រហូតដល់ president សរុបជាង$50,000នេះហើយគឺជាចំណូលពី FS ដែលអ្នកអាចធ្វើបានច្រើនតាមដែលអ្នកចង់បានជាចម្លើយនៃភាពជោគជ័យដែលផ្ដល់ឲ្យអ្នកតាំងពីការមានចំណូលលឿនមកពី welcome bonus dual team bonus និង machine bonus ដែលវាមាននៅក្នុងផែនការខាងមុខ leader bonus នឹងនាំអ្នកឲ្យក្លាយទៅជាថ្នាក់ដឹកនាំដែលជួយឲ្យក្រុមការងាររបស់អ្នករីកចម្រើន infinity bonus ដើម្បីធ្វើឲ្យអ្នកដាក់គោលដៅឡើងតំណែង mentor bonus ធ្វើឲ្យអ្នកក្លាយជាទីប្រឹក្សាដែលអាចជួយឲ្យក្រុមការងាររបស់អ្នកឡើងតំណែងកម្រិតខ្ពស់ដូចអ្នកដែរទាំងអស់នេះបានមកពីការចាប់ផ្ដើមនៃការប្រើផលិតផលពេញចិត្តទិញដដែលជាថ្មីក្នុងម្នាក់ត្រឹមតែ40 CV ក្នុងមួយខែតែប៉ុណ្ណោះហើយនេះគឺជាផែនការចំណូលដែលធ្វើឲ្យអ្នកមានចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងលុយទាំងរង្វាន់ដំណើរកម្សាន្តនិង lifestyle ដែលអ្នកប្រាថ្នាចង់បានកុំរងចាំធ្វើអ្វីប្រញាប់តាក់ទងជាមួយមិត្តរបស់អ្នកដើម្បីចាប់ផ្ដើមនៅ FS ភ្លាមៗទៅ